សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះដែរគឺខ្ញុំមានវីដេអូថ្មីមកចែកម្លែកដល់បងប្អូនអរគ្នាគឺមានបងប្អូនយើងខមមិននៅក្នុង YouTube Channel របស់ខ្ញុំដែលគាត់ចង់ទិញកម្មវិធី CapCut Pro ដែរប៉ុន្តែគាត់អត់ហ៊ានទិញអញ្ចឹងណាគាត់គិតថាពេលដែលទិញហើយភ្ជាប់ហើយក៏ខ្លាចកាត់លុយអូតូអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបរៀនបងប្អូនអរគ្នារបៀបទិញ CapCut ហើយនឹងផ្ដាច់ចឹងថ្ងៃហ្នឹងគឺខ្ញុំមកធ្វើវីដេអូជូនគាត់កុំឲ្យគាត់សពេចស្ពើក្នុងការទិញកម្មវិធី CapCut ហើយមកទិញហើយគាត់គិតថាខ្លាចកម្មវិធី CapCut ហ្នឹងដល់ខែទៅគាត់កាត់លុយអូតូអញ្ចឹងណាបងប្អូននេះអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមានពីរចំណុចសំខាន់ទី1គឺបងប្អូននេះអាចចូលទៅបិទនៅក្នុងកុងធនាគារយើងក៏បានដែរនៅក្នុង app ហ្នឹងមិនថាធនាគារអីទេគឺតែងតែមានកម្មវិធីបិទកុំឲ្យកាត់លុយអូតូអញ្ចឹងណាគ្នាយើងហើយមួយទៀតគឺយើងអាចធ្វើការ cancel subscribe នៅក្នុង app ទូរស័ព្ទយើងហ្នឹងក៏បានដែរបងប្អូននេះគឺបងប្អូននេះអាចធ្វើការ cancel subscribe នៅក្នុង App Store ឬក៏ Play Store បានឥឡូវយើងទៅអនុវត្តទាំងអស់គ្នាតែម្ដងមកអូខេអ្នកនរនេះឥឡូវខ្ញុំចូលមកកាន់ទូរស័ព្ទហើយខ្ញុំធ្វើការទិញ CapCut Pro ហ្នឹងគឺរយៈពេល1ឆ្នាំបងប្អូននេះជាមួយឆ្នាំគឺយើងអត់សូវមានហានិភ័យក្នុងការកាត់លុយអូតូទេបើសិនជាយើងធ្វើការទិញ CapCut រយៈពេល1ខែ2ខែអញ្ចឹងគឺវាអាចនឹងហានិភ័យដែរបងប្អូននេះដោយសារអីពេលខ្លះយើងទិញទៅគឺយើងជាប់មួយកុងធនាគារអញ្ចឹងណាអញ្ចឹងតាកុងធនាគារយើងមានលុយគឺវាអាចនឹងកាត់អូតូហើយមួយទៀតបងប្អូននេះអាចធ្វើការទិញហើយបិទនៅក្នុងកុងធនាគារទៅពេលដែលដល់ថ្ងៃកាត់អញ្ចឹងគឺខាង CapCut ហ្នឹងគឺគេalert message ទៅយើងថាឲ្យយើងត្រូវបង់លុយអញ្ចឹងណាបើសិនជាបងប្អូនអរគ្នាអត់ចេះធ្វើការបិទកុងធនាគារយើងទេអាហ្នឹងគឺវាហានិភ័យហើយមួយទៀតគឺមានដំណោះស្រាយដែរគឺយើងអាចធ្វើការ cancel subscribe នៅក្នុង App Store ឬក៏ Play Store អញ្ចឹងទៅហើយថ្ងៃហ្នឹងគឺខ្ញុំយក iPhone មកអនុវត្តគឺ App Store បងប្អូននេះអញ្ចឹងគឺខ្ញុំបានទិញកម្មវិធី CapCut Pro ហើយគឺរយៈពេល1ឆ្នាំបងប្អូននេះគឺខ្ញុំបានទិញហើយឧទាហរណ៍ថាខ្ញុំលេងប្រើឲ្យដល់ជិតដល់ថ្ងៃកំណត់អញ្ចឹងខ្ញុំចង់ cancel ចោលគឺបងប្អូននេះចូលមកកាន់ App Store មកហ្នឹងហើយបងប្អូននេះគឺចូលមកកាន់ App Store មកបន្ទាប់មកគឺបងប្អូននេះចូលមកកន្លែង profile យើងហ្នឹងអញ្ចឹងវានឹងឃើញពាក្យsubscribe ឯងអញ្ចឹងបងប្អូនចុចកន្លែង subscribe មកអ្នកទាំងអស់នេះអញ្ចឹងគឺខ្ញុំធ្វើការ subscribe ពីទិញហ្នឹងដល់ពេលយើងដាក់ចូលនៅក្នុងពេលដែលដំបូងគឺយើងទិញធម្មតាដល់ពេលយើងទិញហើយគឺវាដាក់យើង subscribe ហ្នឹងខ្ញុំអត់ដឹងដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ cancel កម្មវិធី CapCut នេះគឺមួយឆ្នាំគឺ60អញ្ចឹងមួយឆ្នាំគឺ$60ហើយឥឡូវនេះគឺខ្ញុំធ្វើការទិញពីរ license គឺ Lightroom នៅលើទូរស័ព្ទមួយហើយនឹង CapCut ហើយចំពោះកម្មវិធី CapCut នេះដែរគឺខ្ញុំប្រើមួយឆ្នាំគឺខ្ញុំអាចប្រើបានទូរស័ព្ទខ្ញុំផង MacBook ខ្ញុំមួយហើយនឹង PC ខ្ញុំមួយអញ្ចឹងខ្ញុំអត់ចង់វែងឆ្ងាយគឺខ្ញុំទិញមួយឆ្នាំតែម្ដងតែឥឡូវដើម្បីអាច cancel បានគឺបងប្អូនចុចមកអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញពាក្យ cancel subscribe សិនហ្នឹងអញ្ចឹងបើសិនជាបងប្អូនចុចកន្លែង subscribe ហ្នឹងគឺមានន័យថាយើងលែងបន្តទៅមុខទៀតហើយអញ្ចឹងខ្ញុំអត់ធ្វើការចុច cancel subscribe ទេដោយសារកាលណាខ្ញុំចុច cancel subscribe ទៅគឺមានន័យថាខ្ញុំប្រើលេងកើតទៀតទេខ្ញុំត្រូវទិញសារថ្មីអញ្ចឹងគ្រាន់តែខ្ញុំឧទាហរណ៍ឲ្យបងប្អូនអរគ្នាមើលទេអញ្ចឹងបងប្អូនអរគ្នាគិតថាលែងចង់ប្រើហើយអញ្ចឹងបងប្អូនធ្វើការចុច cancel subscribe ទៅគឺវាលែងមានទៀតឬក៏យើងអាចធ្វើការទៅបិទនៅក្នុងកុងធនាគារក៏បានដែរហើយបើសិនជាយើងអត់ចេះបិទនៅក្នុងកុងធនាគារទេយើងអាចចុចកន្លែង cancel subscribe អញ្ចឹងទៅហ្នឹងហើយនេះគាត់ខ្ញុំឧទាហរណ៍ណាបងប្អូនខ្ញុំអត់អាចចុច cancel subscribe បាននៅកាលណាដែរខ្ញុំចុច cancel subscribe ទៅគឺខ្ញុំប្រើលេងបានទៀតហើយអញ្ចឹងដូចជាឥឡូវខ្ញុំពីមុនមកគឺខ្ញុំធ្លាប់ជាប់ដែរនេះឥឡូវខ្ញុំធ្វើការចុចមកលើវាអញ្ចឹងពេលដែលយើងចុច cancel subscribe ទៅគឺវាចេញឲ្យយើងreview វាធម្មតាអញ្ចឹងណាបងប្អូននេះអាហ្នឹងដោយសារពីមុនមកនេះគឺខ្ញុំធ្លាប់ចុច cancel subscribe ហើយដោយសារឯងខ្ញុំខ្លាចវាកាត់លុយអូតូប៉ុន្តែជាទូទៅគឺខ្ញុំមានវិធីសាស្ត្ររបស់ខ្ញុំក្នុងការទិញអញ្ចឹងណាជាទូទៅខ្ញុំទិញតាម SIM Smart អញ្ចឹងទៅប៉ុន្តែបើយើងទិញតាម SIM Smart គឺយើងអាចនឹងខាតលុយ2ទៅ3រៀលទៀតអញ្ចឹងណាបងប្អូននេះអញ្ចឹងយល់ល្អគឺបងប្អូនធ្វើការទិញតាមវិសាកាទៅគឺវាស្រួលជាងអូខេអ្នកទាំងនេះអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមើលវីដេអូនេះហើយយល់អាចធ្វើបានហ្នឹងហើយបើសិនជាបងប្អូនគ្នាមានសំណួរឬក៏មានចម្ងល់អីអាច comment នៅ
ក្រុម YouTube Channel ខ្ញុំបានខ្ញុំនឹង support បងប្អូនទាំងអស់គ្នាហ្នឹងហើយអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ